ការពិតខ្ញុំមិនចង់ស្លាប់ទេប៉ុន្តែលោកប្រមាថខ្ញុំច្រើនលើកថ្ងៃនេះខ្ញុំត្រូវតែកាត់ក្បាលលោកលុបលាងការប្រមាថនេះមេឃដូចជាដំបូងធរណីដូចជាក្រឡាអុកអ្នកពូកែអាចរស់នៅសុខស្រួលរីឯអ្នកសាមញ្ញមមាញឹកហត់ស្ទើរស្លាប់មិនក៏អាចដឹងថាមនុស្សគ្មានគេឈ្មោះនៅថ្ងៃនេះថ្ងៃក្រោយអាចល្បីឈ្មោះឬអត់បើមានថ្ងៃណាមួយពួកគេអាចល្បីឈ្មោះគ្រប់ទិសទីមែនតើឯងមានការស្ដាយក្រោយ